ពេលនេះយូជីនឹងធូដូហាកាគ្នាបង្ក្រាបហាណាមមិននឹកស្មានថាហាណាមមិនទាន់ដួលនៅឡើយទេវាហាក់ដូចជាសាំនឹងសមត្ថភាពរបស់ធូដូទៅហើយថែមទាំងទប់ទល់បានយ៉ាងងាយស្រួលទៀតផងឃើញហាណាមមកកោះហើយក្របពូបើធម្មពលមន្តអាគមជាច្រើនវាឆ្មក់លើយូជីនិងធូដូប្រសិនបើពួកគេប្រើធម្មពលមន្តអាគមការពារនោះនឹងត្រូវចំអន្ទាក់របស់វាជីមិនខានប៉ុន្តែធូដូបានមើលទ្រុសក្បាច់នេះគេប្រើសមត្ថភាពដូរទីតាំងយូជីនិងហាណាមរួចប្រើដុំដែកការពារការវាយប្រហាររបស់ក្របពូតាមពិតបច្ចេកទេសធូដូមានឈ្មោះថាល្បែងបដូរទីតាំងគេអាចបដូរទីតាំងវត្ថុអ្វីក៏បានដែលមានធម្មពលមន្តអាគមដោយឲ្យយូជីនិងអាវុធមន្តអាគមបដូរទីតាំងគ្នាបន្ទាប់មកក៏វាមួយដំបងយូអ៊ុនយ៉ាងពេញទំហឹងប៉ុន្តែហាណាមិននៅតែមិនទាន់ចាញ់ទេដៃឆ្វេងរបស់វាភ្ជាប់ទៅនឹងដីរុក្ខជាតិចាប់ផ្ដើមស្វិតស្រពោនអ្វីប្រែជាក្រៀមស្វិតជីវិតទាំងនេះបានបំផ្លាញទៅជាធម្មពលមន្តអាគមរបស់វាធ្វើឲ្យកម្លាំងវាកើនឡើងយ៉ាងខ្លាំងបន្ទាប់មកគឺជាក្បាច់ខ្លាំងបំផុតរបស់ហាណាមការពង្រីកដែនកំណត់ពេលនោះយន់បិទបាំងក៏បានបែកខ្ទេចគូជោបានអន្តែតខ្លួនយ៉ាងសង្ហានៅលើមេឃម្ខាងទៀតការគូកានជិតកំពុងប្រឈមមុខនឹងអ្នកប្រើបណ្ដាសាគាត់អាចបំផ្លាញសម្លេងតន្ត្រីទៅជាធម្មពលមន្តអាគមដើម្បីវាយប្រហារគូប្រកួតស្របពេលនោះអ៊ូតាហ៊ីមេក៏បានជួបអ្នកប្រើបណ្ដាសាម្នាក់ដែរគឺហារូតាស៊ីហ្គេម៉ូពេលស៊ីហ្គេម៉ូឃើញយន់បែកខ្ទេចក៏រត់គេចខ្លួនភ្លាមពេលនោះគូជោសម្រេចចិត្តជួយការគូកានជិតមកចាប់គូប្រកួតសិនគាត់ប្រើល្បឿនភ្លេចបន្ទោលមកដល់សមរភូមិសម្រាប់បរោះក្បាលទំពេកភ្លាមក្រោយពីចាត់ការបរោះក្បាលទំពេករួចគូជូក៏រៀបចំចាត់ការហាណាម្ដងគាត់បានបញ្ចូលបច្ចេកទេសវើស្រោបនិងបច្ចេកទេសវើបញ្ច្រាស់ចូលគ្នាបញ្ចេញនូវក្បាច់សម្លាប់ដ៏គួរឲ្យខ្លាចបំផុតប្រហោងពណ៌ស្វាយក្រោយការវាយប្រហារនេះដីក៏ត្រូវបានហែកជាពីរប៉ុន្តែហាណាមកបានរត់គេចខ្លួនទាន់ពេលនៅនាទីចុងក្រោយរក្សាជីវិតបានសម្រេចស្របពេលនោះម៉ាហ៊ីតូបានឆ្លៀតឱកាសលួចចូលសាលាមន្តអាគមនោះยึดកម្រាមដៃស៊ូគូណាទាំង5មួយនិងវត្ថុបណ្ដាសាកម្រិតពិសេសគំនូនរោគទាំង9លេខ1ដល់3តាមពិតនេះទើបជាគោលបំណងនៃការរំខានការប្រកួតរបស់ក្រុមបណ្ដាសាដើមឡើយសាលាមន្តអាគមត្រូវបានការពារដោយដែនកំណត់របស់លោកធំតេងកេងវត្ថុបណ្ដាសាកម្រិតពិសេសនៅខាងក្នុងតែងតែផ្លាស់ប្ដូរទីតាំងជានិច្ចប៉ុន្តែក្លិនរុក្ខជាតិរបស់ហាណាមិនអាចគេចផុតពីដែនកំណត់តេងកេងបានមុននេះម៉ាហ៊ីតូក៏បានរៀបចំឲ្យសាលាប្រមូលយកម្រាមដៃស៊ូគូណានៅក្នុងហេតុការណ៍យូស៊ីណូដោយមានបន្សល់ទុកមន្តអាគមតាមដាននៅលើនោះទើបវាអាចស្វែងរកវត្ថុបណ្ដាសាកម្រិតពិសេសទាំងនេះឃើញគូដៅចុងក្រោយដែលក្រុមបណ្ដាសាធ្វើរឿងទាំងអស់នេះគឺដើម្បីបិទបាំងគូជូនៅថ្ងៃទី31 ខែតុលាមួយរយៈក្រោយមកសិស្សទាំងអស់បានជាសះស្បើយចំណែកគ្រូក៏ចាប់ផ្ដើមស៊ើបអង្កេតថាតើមានជំក្បត់នៅខាងក្នុងដែរឬទេទោះបីជាហេតុការណ៍នេះធ្វើឲ្យសិស្សមន្តអាគមជាច្រើនរងរបួសនិងមានផលប៉ះពាល់ធំដុំតែការប្រកួតមិនត្រូវបានលុបចោលទេអ្នកទាំងអស់គ្នាចាប់ផ្ដើមការប្រកួតជុំទី2លើកនេះគូជូបានសម្រេចចិត្តបដូរវិញ្ញាសាឯកជនទៅជាកីឡាបេស្បលវិញការប្រកួតគឺគួរឲ្យចំសាច់ណាស់មនុស្សជាច្រើនសម្បីតែច្បាប់ប្រកួតក៏មិនដឹងផងលេងចេញក្បាច់ប្លែកៗជាច្រើនស្របពេលនោះការគូកានជីក៏ដោយសារហេតុការណ៍លើកមុនបានបដូរអាកប្បកិរិយាបន្តិចបន្តួចចំពោះយូជីយូព្រមតាមនាយកសាលាយាកាបន្តតាមដានអាកប្បកិរិយារបស់យូជីសិនចុងក្រោយដោយសារការវាយកូនបាល់ដ៏អស្ចារ្យរបស់យូជីសាលាតូក្យូបានយកឈ្នះសាលាស៊ូតូម្ដងទៀតឈ្នះការប្រកួតសរុបក្នុងពិន្ទុ2-0បន្ទាប់ពីនោះមកនៅទូទាំងប្រទេសជប៉ុនមានករណីវិញ្ញាណបណ្ដាសាសម្រាប់មនុស្ស3ករណីជនរងគ្រោះទាំង3នាក់សុទ្ធតែធ្លាប់រៀននៅអនុវិទ្យាល័យតែមួយទ្វារស្វ័យប្រវត្តិនៅផ្ទះជនរងគ្រោះក៏មានដំណើរការខុសប្រក្រតីដូចគ្នាពេលពួកយូជីស៊ើបអង្កេតដល់មិត្តរួមថ្នាក់របស់ជនរងគ្រោះអ្នកនោះក៏ត្រូវគេសម្លាប់ទៀតតាមពិតមេកុំកាលពីមុនគឺជាមេក្មេងពៀប្រចាំសាលានេះអ្នកទាំងអស់គ្នាបានដឹងពីគ្រូនិងសិស្សក្នុងសាលាថាជនរងគ្រោះទាំងនេះសុទ្ធតែពាក់ព័ន្ធនឹងកន្លែងមួយឈ្មោះថាស្ពានយ៉ាសូហាស៊ីតាក់ទងគ្នាកន្លែងមួយទៀតគេទូបានចាប់មនុស្ស2-3នាក់ពួកគេបានយកកូនបណ្ដាសាគំនូនរោគទាំង9លេខ1ដល់3បញ្ចុកចូលទៅក្នុងមាត់មនុស្សដើម្បីដាស់គំនូនរោគទាំង9ក្នុងពេលជាមួយគ្នានោះពួកយូជីក៏បានទៅដល់ស្ពានយ៉ាសូហាស៊ីពួកគេរកមិនឃើញមានអ្វីខុសប្រក្រតីទេប៉ុន្តែបែរជាបានជួបនារីម្នាក់នាងក៏ជាសិស្សរៀននៅអនុវិទ្យាល័យនេះដែរហើយធ្លាប់ទៅស្ពានយ៉ាសូហាស៊ីទ្វារស្វ័យប្រវត្តិនៅផ្ទះនាងថ្មីនេះក៏ខូចខាតដែរហើយបងស្រីរបស់មេកុំគឺសាមីគីក៏ធ្លាប់កំដរសិស្សម្នាក់នេះទៅមើលស្ពានយ៉ាសូហាស៊ីជាមួយគ្នាដែរចាប់តាំងពីពេលនោះមកសាមីគីក៏ត្រូវបណ្ដាសាហើយដេកលក់រហូតដោយសារមិនដឹងថាបងស្រីនឹងជួបគ្រោះថ្នាក់នៅពេលណា